អូនកាលណាយើងធ្វើលំហាត់ប្រាណហ្នឹងគឺយើងបានផលច្រើនបងប្អូនដូចជាខ្ញុំអញ្ចឹងខ្ញុំគ្រុនផ្ដាសាយរាល់ថ្ងៃតែអត់តាន់បាត់ទេណាបងប្អូនតែខ្ញុំនៅតែហាត់ប្រាណបានដោយសារអីការតាំងចិត្តនោះផងការយើងប្រឹងធ្វើផងហើយវាបានផលដែរសុខភាពយើងក៏វារឹងប៉ឹងអញ្ចឹងណាហើយបើយើងគ្រុនឈឺតិចតួចក៏វាឆាប់ជាដែរបងប្អូន នឹងហើយយើងបានចេញទៅខ្យល់អាកាសនៅខាងក្រៅផងយើងបានទៅជួបញាតិមិត្តអីយើងអញ្ចឹងទៅយើងក៏បានសប្បាយចិត្តបដូរយោបល់គ្នាទៅវិញទៅមកក្នុងការរស់នៅបែបម៉េចអញ្ចឹងណាសុខភាពផ្លូវចិត្តសុខភាពផ្លូវកាយអញ្ចឹងហើយយើងជួបជុំគ្នាទៅក៏យើងពិភាក្សាគ្នាអញ្ចឹងទៅចាដើម្បីបានសុខភាពទាំងអស់គ្នាហ្នឹងណាបងប្អូនហ្នឹងហើយព្យាយាមធ្វើទាំងអស់គ្នាទៅដើម្បីបានសុខភាពបងប្អូនទាំងអស់គ្នានឹងឲ្យចូលរួមថែរក្សាសុខភាពទៅដូចជាពួកអស់ខ្ញុំពីដើមហ្នឹងសិតតែមិនថាអត់ផ្ដាសាយណាគ្រាន់តែមករយៈឥឡូវផ្ដាសាយច្រើនគ្នាណាបងប្អូនទាំងខ្ញុំទាំងគេតែខ្ញុំហើយរឹងក្បាលមិនងាយទេណាប្រហែលឆ្នាំហ្នឹង2 3ឆ្នាំខ្ញុំអត់ដែលផ្ដាសាយដល់ឆ្នាំហ្នឹងខ្ញុំចេះផ្ដាសាយបងប្អូនប៉ុន្តែវាអត់ជាដូចយើងថាធ្ងន់ធ្ងរដែលយើងងើបមិនរួចអីក៏អត់ដែរគ្រាន់ថាវាហៀសបោឈឺក្បាលផ្ដាសាយនឹងក្អកអីអញ្ចឹងទៅតែយើងចេះតែនៅតែយើងធ្វើបានដោយសារយើងតស៊ូយើងតាំងចិត្តថាយើងធ្វើឲ្យបានបើថាតម្រុនតាមវាយើងងើបអត់រួចទេបងប្អូនហ្នឹងហើយសុខភាពខ្ញុំក៏វាមិនដូចកាលពីជំនាន់មុនដែរឥឡូវខ្ញុំអាយុច្រើនដែរបងប្អូនអាយុ60ជាងហើយណាបងប្អូនមិននៅក្មេងដូចមុនទេអញ្ចឹងកម្លាំងក៏វាចុះខ្សោយទៅតាមនឹងដែរវាមិននៅរឹងប៉ឹងណាដូចការយើងនៅអាយុតិចទេបងប្អូនហើយប៉ុន្តែយើងប្រឹងប្រែងខ្លួនយើងថែទាំខ្លួនយើងយើងបានដល់ទីបញ្ចប់ក្នុងឆាកជីវិតរបស់យើងបើយើងប្រហែសទៅវាតូរទុនទៅតាមនឹងការរឹងប៉ឹងនឹងតើយើងប្រឹងខ្លួនយើងដែរបើយើងតម្រុនទៅតាមដូចថាក្នុងខ្លួនយើងថាដូចអត់សូវមានកម្លាំងទេយើងតម្រុនទៅគឺវាទន់ទៅហើយអញ្ចឹងអ្វីគ្រប់យ៉ាងនៅលើចិត្តយើងទេតែយើងប្រឹងគឺចិត្តយើងឈ្នះនៅលើអស់ហ្នឹងហើយតស៊ូបងប្អូនដូចខ្ញុំអញ្ចឹងខ្ញុំតស៊ូបងប្អូនហើយខ្ញុំឆ្លៀតពេលគឺអត់ឲ្យរំលងទេក្នុងម៉ោងហ្នឹងចាប់ពីម៉ោង4 កន្លះទៅគឺខ្ញុំប្រេហើយរៀបចំហើយដាក់ធុងបាសដាក់អីអញ្ចឹងទៅដាក់ iPad ដាក់អីអញ្ចឹងទៅដើម្បីមើលគំរូរបស់គេយើងអត់ចេះច្រើនអីទេអញ្ចឹងយើងមើលគំរូគេចាបងប្អូនខ្ញុំជូនពរបងប្អូនទាំងអស់គ្នាឲ្យសុខភាពល្អនិងមានជ័យជំនះក្នុងឆាកជីវិតរបស់យើងគ្រប់គ្នានឹងជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងណាបងប្អូនសូមអរគុណវីដេអូខ្ញុំមានតែប៉ុណ្ណឹង